សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះដែរពួកយើងមកប្រៀបធៀបឆ្មា Mancon និងឆ្មាធម្មតាចំពោះឆ្មា Mancon ណាគឺមានទំហំធំគឺរហូតដល់8គីឡូដល់12គីឡូចំណែកឯឆ្មាធម្មតាវិញគឺមានតែទំហំតែ3គីឡូទៅ5គីឡូតែប៉ុណ្ណោះរីឯចំពោះរោមរបស់ឆ្មា Mancon វិញគឺមានប្រវែងវែងហើយក្រាស់ហើយចំណែកឯឆ្មាធម្មតាវិញគឺមានប្រវែងខ្លីហើយស្ដើងរីឯទម្រង់មុខរបស់ឆ្មា Mancon វិញគឺមានទម្រង់មុខកាចហើយដូចសត្វតោអញ្ចឹងហើយចំណែកឯឆ្មាធម្មតាវិញគឺមានទម្រង់មុខមូលហើយចំណែកឯម្រាមជើងរបស់ឆ្មាធម្មតាគឺមានម្រាមជើងតែ3ឬក៏តែ4តែប៉ុណ្ណោះប៉ុន្តែទម្រង់ជើងរបស់ឆ្មា Mancon របស់ពួកយើងគឺមានទម្រង់អាចដល់ម្រាម6ទៅម្រាម7បងរីឯត្រចៀករបស់ឆ្មា Mancon របស់ពួកយើងគឺមានទំហំធំនិងមានដុះរោមនៅខាងក្នុងចំណែកឯត្រចៀកឆ្មារបស់ធម្មតាវិញគឺមានទំហំតូចពេលខ្លះអត់មានរោមនៅក្នុងត្រចៀកទេបងចំពោះកន្ទុយរបស់ឆ្មា Mancon គឺមានទំហំវែងហើយមានរោមក្រាស់ចំណែកឯឆ្មាធម្មតាវិញគឺមានទំហំខ្លីឬក៏វែងទៅតាមឆ្មាចឹងទៅតែមានរោមខ្លីៗហើយស្ដើងហើយអត្តចរិតរបស់ឆ្មា Mancon នេះដែរគឺចូលចិត្តមនុស្សផ្នែកជាមួយមនុស្សហើយមាន slot bot ទោះមានមុខកាយក៏ដោយរីឯចំណែកឆ្មាធម្មតាវិញគឺចូលចិត្តមនុស្សតាមដែលតវាស្គាល់ឬក៏ស្និទ្ធតែប៉ុណ្ណោះហើយឆ្មា Mancon នេះដែរអត់បកកគ្រោះថ្នាក់ដល់មនុស្សទេទោះមនុស្សនឹងអត់ស្គាល់ឬក៏ជាកូនក្មេងក៏ដោយបើសិនជាបងប្អូនស្រឡាញ់ឬក៏ចាប់អារម្មណ៍ចំពោះពូឆ្មា Mancon នេះពួកយើងមានទាំងតូចមានទាំងធំបងប្អូនអាចឆាតចូលក្នុង page និងតាម Telegram របស់ពួកយើងបាន